ធ្វើមិនកើតដកចោលនេះគឺជាសម្ដីរបស់អនុទានឆានវរៈកុលបោះសម្ដីទៅកាន់លោកសៀស័កផុងកេតកៅធ្វើមិនកើតដកចោលហើយពាក់ព័ន្ធទៅនឹងចំនួនដែនសមុទ្រប្រិយមិត្តក្រោយពីកម្ពុជារបស់យើងប្រកាសជូនដំណឹងទៅដល់ប្រទេសថៃអង្គការសហប្រជាជាតិជាដើមអំពីកម្ពុជាចង់ដោះស្រាយតាមបែប UN Clause ដល់ពេលអញ្ចឹងលោកសៀស័កកំពុងតែភ័យស្លន់ស្លោបើកភ្នែកធំចុំកម្ពុជាធ្វើមែនកម្ពុជាលេងមែនណាបាទកម្ពុជាដែលយុទ្ធសាស្ត្រក្តៅយកគំរូតាមទីមាត់ខាងកើតបំបាក់ប្រទេសអូស្ត្រាលីប្រិយមិត្តជាទីមេត្រីនេះគឺជាប្រធានបទក្តៅមួយបាទបំបាក់ប្រទេសអូស្ត្រាលីហ្នឹងគឺខាងទីមាត់ខាងកើតមកប្រើប្រាស់លើប្រទេសថៃចំនួនដែនសមុទ្រដែលមានតម្លៃ$300,000ណោះគណៈថៃភ័យស្លន់ស្លោសវេសវាដើររកសម្ព័ន្ធមិត្តហើយបាទឲ្យមកជួយខ្លួនការពារកោះកុដផងដែរប្រិយមិត្តគណៈកម្ពុជាតែងតាំងមេធាវីអន្តរជាតិល្បីដើម្បីដេញជើងថៃរឿងចំនួនសមុទ្រនេះហើយមេធាវីទាំងអស់នោះគឺសុទ្ធសឹងតែជាបុគ្គលល្បីឈ្មោះធ្លាប់ដោះស្រាយរឿងចំនួនការពីកន្លងទៅផងដែរចំណែកឯអនុទានបោះសម្ដីទៅកាន់លោកសៀស័កថាអញ្ចេះបើហ៊ានតែធ្វើមិនកើតឬបណ្ដាយឲ្យថៃត្រូវចាញ់កម្ពុជានោះដកចោលហើយដកដោយស្បែកអញ្ចឹងនេះគឺជាដំណឹងនឹងរៀបរាប់ប្រាប់ប្រិយមិត្តទាំងអស់គ្នានាថ្ងៃទី4មិថុនា2026ប្រិយមិត្តកុំភ្លេចជួយ like ជួយ share ទាំងអស់គ្នាម្នាក់មួយផងណាអរគុណទុកជាមុនបាទប្រិយមិត្តទៅស្ដាប់ទាំងអស់គ្នាតើមេធាវីការពារក្តីរឿងចំនួនសមុទ្រនោះគឺជានរណាដែលខ្ញុំនឹងជម្រាបណាអត្ថបទនេះដកស្រង់ចេញពីសារព្រមាន The Nation Thailand បាទកម្ពុជានៅលើសមុទ្រភូមិការទូតលើឆាកអន្តរជាតិជុំវិញចំនួនដែនសមុទ្រត្រួតស៊ីគ្នា OCA កម្ពុជាថៃបានឈានទៅដល់ចំណុចរបត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយកម្ពុជាធ្វើមែនលេងមែនមិនមែននិយាយប្រភ្លីប្រភ្លើឡប់ឡែតតប៉ែដោយលោកសៀស័កផុងកេតកៅនិយាយដើម្បីអីឲ្យសង្គមថៃរីករាយសប្បាយចិត្តអីចឹងណាក៏ប៉ុន្តែកម្ពុជាលេងមែនខ្លួនឯងនិយាយបន្លែបន្លំអត់ដឹងសាច់ការអនុទាននិយាយចេះលោកសៀស័កនិយាយចោះដល់ពេលអញ្ចឹងអត់ដឹងថាយកជាសាច់ការផ្លូវការណាមួយពិតប្រាកដណារដ្ឋមន្ត្រីការបរទេសថៃអនុទានប្រកាសស្វាគមន៍កម្ពុជាដោះស្រាយរួមគ្នាបាទក្រោម UN Clause លោកសៀស័កចង់បានការចរចាទ្វេភាគីជាមុនសិនបាទអង្វរកម្ពុជាបាទចរចាគ្នាសិនទៅឲ្យអស់អាចអស់នោមក៏ប៉ុន្តែបើទៅមើលសម្ដីរបស់អនុទាននិយាយថា25ឆ្នាំហើយគ្មានវឌ្ឍនភាពទឹកដីរុងរឿងរីកចម្រើនស្អីទេចឹងទេតោះកម្ពុជាថៃទៅ UN Clause ទាំងអស់គ្នាបាទប្រិយមិត្តនេះគឺជាអ្វីដែលខ្ញុំរំលឹកបន្តិចណាបាទនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាផ្លូវការថាកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងជាលេខលក្ខអក្សរទៅកាន់ប្រទេសថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្ដើមដំណើរការផ្សះផ្សាដោយបខំអង់គ្លេសគេហៅថា compulsory conciliation ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ UN Clause ឆ្នាំ1982ដើម្បីការពារអធិបតេយ្យភាពជាតិនេះជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយដែលកម្ពុជាបានយកលំនាំតាមគំរូទីមាត់ខាងកើតនិងអូស្ត្រាលីដែលជាករណីប្រវត្តិសាស្ត្រតែមួយគត់នៅលើលោកដែលប្រទេសទុនខ្សោយនិងតូចជាងអាចប្រើច្បាប់អន្តរជាតិវាយបំបាក់ប្រទេសយៈធំជាងរហូតទទួលបានជ័យជំនះកែប្រែភាគលាបទឹកដីបាទពី50លើ50ឬក៏50ម្នាក់ណាទៅជា70-30វិញបាទអញ្ចឹងទេកែប្រែពី50ហ្នឹងដែលគេគៀបសង្កត់មិនម៉ានៅអូស្ត្រាលីទីមាត់ខាងកើតអីហ្នឹងឲ្យអន្តរជាតិដោះស្រាយហើយទទួលបាន70លើ30កាលពីឆ្នាំណា2018នេះឯងប្រិយមិត្តបាទប្រហែលឆ្នាំហើយទីមាត់ខាងកើតជាមួយអូស្ត្រាលីដោះស្រាយរឿងចំនួនសមុទ្រឲ្យអន្តរជាតិគេដោះស្រាយអញ្ចឹងទេប្រទេសតូចប៉ុន្តែអាចឈ្នះប្រទេសធំបានអញ្ចឹងទេច្បាប់អន្តរជាតិនៅតែមានប្រសិទ្ធភាពនៅឡើយទេអញ្ចឹងទេធ្វើឲ្យប្រទេសថៃភ័យស្លន់ស្លោបើកភ្នែកធំបាទចុំកម្ពុជាលេងមែនតែនហើយតាដំបូងគិតថាផឹងអីគេផឹងគៀបកម្ពុជាផ្នែកដែនគោកហត់ទឹកសមុទ្រមែនប្រទេសថៃដើម្បីដើរយុទ្ធសាស្ត្របំបាក់ភាគីថៃលើឆាកអន្តរជាតិកម្ពុជាបានតែងតាំងអ្នកផ្សះផ្សាជាន់ខ្ពស់លំដាប់ពិភពលោកចំនួន2រូបបាទថាតើ2រូបនោះគឺជានរណាគឺលោកពេតឺឯកអគ្គរដ្ឋទូតដារម៉ាបាទអតីតប្រធានគណៈកម្មការផ្សះផ្សារវាងទីមាត់ខាងកើតនិងអូស្ត្រាលីគាត់ធ្លាប់ដោះស្រាយអំពីចំនួនសមុទ្រទីមាត់ខាងកើតនិងអូស្ត្រាលីផងដែរណានិងលោកស្រាស្ត្រាចារ្យហ្សង់ម៉ាថូវ៉ានីនមេធាវីអន្តរជាតិនិងជាអគ្គលេខាធិការនៃបណ្ឌិតសភាច្បាប់អន្តរជាតិទីក្រុងឡាអេមកពីទីក្រុងឡាអេ ICJ ផងដែរបាទក្រោមនីតិវិធីនេះគណៈកម្មការ5រូបនឹងត្រូវបង្កើតឡើងខ្មែរ2រូបថៃ2រូបក៏ប៉ុន្តែថៃអត់ទាន់តែងតាំងនរណា
ដីទេបាទឲ្យពីណាមកដោះស្រាយរឿងចំនួនសមុទ្រអាចចំកម្មបឡាងឬក៏អាស្ថាបនិកដឹកអាចឬក៏ពីណាអត់ទាន់ច្បាស់ទេដោយសារតែថៃនិយាយឡប់ឡែតប៉ែអត់ដឹងថាត្រូវទៅទិសតំបន់ណាបាទនិយាយចេះចោះ don't try to me that's why people say that បាទដល់ពេលអញ្ចឹងអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចបាទដោយសារតែកម្ពុជាធ្វើមែនលេងមែនលោកសៀស័កត្រឡប់បាទបខំចិត្តចាក់ចែងពីដំណើរទស្សនកិច្ចទៅណាទៅប្រជុំនៅណាណត្រូវឡើងយន្តហោះត្រឡប់មកវិញបាទនៅថ្ងៃទី5ស្អែកនេះហើយដើម្បីអីមកដោះស្រាយរឿងហ្នឹងហើយក៏សូមឲ្យកម្ពុជាចរចាគ្នាសិនទៅអញ្ចឹងទៅក៏តែសម្ដេចតេជោបានលើកឡើងហើយថាមិនបាច់ចរចាទ្វេភាគីស្អីទៀតទេទៅត្រង់ត្មងទៅបាទដើរទៅត្រង់មកទៅមានថាទៅរឹកយន្តការច្បាប់អន្តរជាតិនេះហើយប្រិមិត្តបាទ UN Close អញ្ចឹងទេយើងបានតែងតាំងពីរូបហើយគឺជាបុគ្គលល្បីសំខាន់អាចជួយកម្ពុជាផ្នែកដែនសមុទ្រនេះផងដែរនិងប្រធានអភិជាក្រិតមួយរូបអញ្ចឹងទេ5រូបបាទ5រូបថៃ2យើង2ហើយមួយទៀតនោះគឺបាទអភិជាក្រិតមួយរូបទៀតណានៅកណ្ដាលដើម្បីកាត់សេចក្តីបាទចំនួនដែនសមុទ្រហ្នឹងយុទ្ធសាស្ត្រនេះកំពុងធ្វើឲ្យប្រទេសថៃរងសម្ពាធយ៉ាងធ្ងន់ធ្ងរនិងកំពុងត្រូវបានកម្ពុជាដេញជើងវាយឯកោនៅលើឆាកអន្តរជាតិដោយបង្ហាញពិភពលោកថាថៃជារដ្ឋធំជាងដែលខ្វះភាពស្មោះត្រង់មិនគោរពសាច់ចាបាន UN Close និងគ្រាន់តែប្រើប្រាស់ពាក្យសម្ដីភូតភើបោកប្រាស់កិច្ចវេះពីការដោះស្រាយប៉ុណ្ណោះខ្ញុំសូមបន្ថែមអំពីប្រវត្តិរូបសង្ខេបរបស់បុគ្គលសំខាន់2រូបដែលកម្ពុជាជ្រើសរើសមកធ្វើជាតំណាងរបស់ខ្លួនដូចខាងក្រោមខ្ញុំសង្ខេបផ្លូវសារថ្មីណាទី1គឺលោកពេតឺលោកគឺជាមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៃក្រសួងការបរទេសនិងជាអ្នកការទូតអាជីពរបស់ប្រទេសដាណឺម៉ាកលោកធ្លាប់បានធ្វើជាអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុនសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌាព្រមទាំងធ្លាប់ជាជំនួយការផ្នែកច្បាប់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមុនបាទបានគីមុនផងដែរចន្លោះឆ្នាំ2016ដល់2018លោកធ្លាប់បានធ្វើជាប្រធានគណៈកម្មការសម្របសម្រួលចំនួនដែនសមុទ្ររវាងប្រទេសអូស្ត្រាលីនិងទីម៉ូខាងកើតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្របាទ UN Close ទី2លោកសាស្ត្រាចារ្យហ្សង់ម៉ាត់ធូវ៉ានីនលោកគឺជាអគ្គលេខាធិការនៃបណ្ឌិតសភាច្បាប់អន្តរជាតិទីក្រុងឡាអេនិងជាសមាជិកនៃវិទ្យាស្ថានច្បាប់អន្តរជាតិលោកក៏ធ្លាប់ជាសមាជិកនៃមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យប៉ារីសណុងទែព្រមទាំងធ្លាប់ធ្វើជាទីប្រឹក្សានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ របស់អង្គការសហប្រជាជាតិទៀតផងបើងាកមកមើលសមាជិកភាពដ៏មានឥទ្ធិពលទាំងពីររូបដែលកម្ពុជាបានជ្រើសរើសមកធ្វើជាគណៈកម្មការផ្សះផ្សាដោយបខំរបស់ UN Close លើកនេះគឺបានបង្កើតក្តីសង្ឃឹមយ៉ាងមុតមមថាកម្ពុជានឹងទទួលបានយុត្តិធម៌ជុំវិញរឿងរ៉ាវដែនសមុទ្រដើម្បីធានាថាប្រជាជនកម្ពុជាខ្មែរចំនួនក្រោយលែងមានចំនួនព្រំដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃបន្តទៀតហើយនេះគឺជាអ្វីដែលខ្ញុំសង្ខេបបាទបន្ថែមទៀតចំពោះប្រវត្តិរូបរបស់បុគ្គលល្បីល្បាញពីរូបដែលនឹងការពារក្តីឲ្យកម្ពុជាបាទសូមឲ្យកម្ពុជារបស់យើងឈ្នះជូនពើម្នាក់មួយមកប្រិមិត្តហើយសូមបន្ថែមទៀតប្រិមិត្តការដើរក្រឡាចាក់ត្រង់ច្បាប់យ៉ាងលឿនរបស់កម្ពុជាបានធ្វើក្រសួងការបរទេសថៃនិងកងទ័ពជើងទឹកថៃភ័យស្លន់ស្លោរហូតត្រូវបដូរយុទ្ធសាស្ត្រការពារខ្លួនជាបន្ទាន់បច្ចុប្បន្នលោកសៀស័កភុងកេតកៅរដ្ឋមន្ត្រីការបរទេសថៃកំពុងស្ថិតក្នុងស្ថានភាពតច្រកបាទតច្រកហើយពេលនេះទៅដល់មួយទេបាត់តំណែងជារដ្ឋមន្ត្រីការបរទេសថៃតែម្ដងបាទនៅទីប្រកាសណាដកចោលនឹងត្រូវបខំចិត្តស្វែងរកវិធីទប់ទល់តាមរយៈការអញ្ជើញលោកប្រាសខុនឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជាឲ្យមកបង្កើតផែនទីបង្ហាញផ្លូវចរចាដោយស្ម័គ្រចិត្តបាទអាហ្នឹងគឺសូមវល់កម្ពុជាមកត្រូវរើគ្នាវិញនេះដើម្បីបង្វែរដានកុំឲ្យកម្ពុជាបន្តរុញរឿងទៅតុលាការអន្តរជាតិជាងនេះទៅទៀតនោះប្រភពពីកងទ័ពជើងទឹកថៃបានទម្លាយថាថៃកំពុងបញ្ញាសិក្សាពីចំណុចខ្សោយរបស់អូស្ត្រាលីនិងល្បិចកលរបស់ទីបខាងកើតដើម្បីបិទចន្លោះប្រហោងផ្លូវច្បាប់របស់ខ្លួនបាទកំពុងតែសិក្សាអំពីរឿងហ្នឹងសិនអាហ្នឹងកំពុងតែសិក្សាអំពីកថាគំរូម៉ូដែលរបស់ទីបខាងកើតនិងប្រទេសអូស្ត្រាលីហើយដោយព្យាយាមវាយបកចោតកម្ពុជាវិញថាគ្មានភាពស្មោះត្រង់និងបានគូបន្ទាត់ព្រំដែនរំលោភកាត់កោះកុដរបស់ថៃបាទហើយចិត្តសឿងខ្លាំងឲ្យតុលាការឬក៏ច្បាប់អន្តរជាតិគេដោះស្រាយទៅចាំបាច់និយាយតបែច្រើនម៉េះឬក៏អ្នកឯងអត់ហ៊ានទេខ្លាចអន្តរជាតិប៉ុន្តែថៃវាអញ្ចឹងវាគ្មានទៅឲ្យតម្លៃច្បាប់អន្តរជាតិស្អីទេទីក្រុងឡាអេ ICJ កាត់ក្តីឲ្យខ្មែរឈ្នះដល់12ដងហើយវានៅតែឡាំប៉ាញ៉េញ៉ៃនៅដែនដីអធិបតេយ្យភាពកម្ពុជាជុំវិញប្រាសាទព្រះវិហារនោះនៅតែញ៉េញ៉ៃអញ្ចឹងកុំតិចប្រាសាទព្រះវិហារអញ្ចឹងទេសណ្ដានចោលបើទោះបីជាអូសក៏វាទៅកាន់តុលាការអន្តរជាតិយ៉ាងណាក៏វានៅតែ
ចឹងបាទគេថាសណ្ដានបាទនិយាយពីថាសណ្ដានហើយពិបាកដែរបាទពិបាកនៅក្នុងការទប់ទល់ជាមួយប្រទេសថៃណាដោយសារតែពួកប្រទេសនេះអត់ឲ្យតម្លៃច្បាប់អន្តរជាតិស្អីទេប្រិមិត្តក៏ប៉ុន្តែយើងធ្វើទៅដើម្បីឲ្យត្រូវបាទទៅតាមផ្លូវច្បាប់ហើយការពារទឹកដីរបស់យើងណាប្រិមិត្តបើមិនធ្វើអញ្ចឹងស្មានឈ្នះថៃហើយថៃវាសង្កត់យើងបាទហើយវុទ្ធយុទ្ធភ័ណ្ឌនាវាគ្រាន់បើអញ្ចឹងទេយើងអត់ចង់ឲ្យមានការបង្ហូរឈាមគ្នាទេបាទខណៈពេលដែលលោកសៀកសាក់កំពុងចូលរួមកិច្ចប្រជុំ OECD នៅទីក្រុងប៉ារីសប្រទេសបារាំងយុទ្ធសាស្ត្រចុងក្រោយបង្អស់ដែលកងទ័ពជើងទឹកថៃបង្គាប់គឺការដើរស្វែងរកសម្ព័ន្ធមិត្តពីបណ្ដាប្រទេសអព្យាក្រឹតដែលមានឥទ្ធិពលឥឡូវនេះកំពុងតែស្វែងរកសម្ព័ន្ធមិត្តណាដែលអាចជួយប្រទេសថៃបានហើយបាទដើម្បីមកជួយកាត់កងនិងដាក់សម្ពាធលើកម្ពុជាវិញភាគីថៃដឹងខ្លួនច្បាស់ណាស់ថានៅក្នុងល្បែងច្បាប់អន្តរជាតិ UN Clause លើកនេះពួកគេមិនអាចទទួលបានផលចំណេញទាំងស្រុងនោះឡើយហើយក៏មិនអាចប្រើប្រាស់កម្លាំងបាយគម្រាមកម្ពុជាបានទៀតដែរដោយដែលមន្ត្រីយោធាថៃម្នាក់បានសារភាពថាក្នុងករណីទីមកខាងកើតការបែងចែកដើមគឺ50-50ណាបាទហ្នឹងគឺចំនួនខាងដើមប៉ុន្តែនៅពេលដែលចូលដំណើរការបខំវាបានคล้ายទៅជា70លើ30វិញបាទទីមកខាងកើត70អូស្ត្រាលី30អញ្ចឹងទៅហើយទីមកខាងកើតបានឈ្នះក្តីហ្នឹងនេះជាមេរៀនដែលថៃត្រូវដឹងខ្លួនឯងនិងដឹងពីកម្ពុជាដែលកំពុងចម្លងគំរូនេះទាំងស្រុងនេះគឺជាដំណឹងដែលធ្វើឲ្យថៃតច្រកដើររកសម្ព័ន្ធមិត្តបាទហើយយើងដើរកាឡាតាមទីមកខាងកើតប្តឹងថៃទៅច្បាប់អន្តរជាតិ UN Clause ធ្វើឲ្យតបជើងទឹកថៃភ័យស្លស្លោ OCA តម្លៃរាប់ពាន់លានដុល្លារប្រិមិត្តបាទ300,000លានដុល្លារប្រេងឧស្ម័នធម្មជាតិនានានៅក្នុងបាទហើយរឿងកោះកុដរឿងអីនេះអាចមេធាវីរបស់យើងការពារហ្នឹងគាត់សិក្សាមិនអីមិនអាហ្នឹងយើងគិតពេលក្រោយទៀតណាក៏ប៉ុន្តែឥឡូវនេះថៃកំពុងតែស្លន់ស្លោបាទមិនដឹងថាទៅផ្លូវណាផ្លូវនេះឬក៏ផ្លូវនោះឬក៏ផ្លូវត្រង់បាទនិយាយអត់ដឹងមុខក្រោយពិបាកតែម្ដងប្រទេសថៃនេះបាទ Don't try to me ចប់ហើយប្រិមិត្ត